ជំរាបសួរលោកគ្រូខ្ញុំឈ្មោះថាម៉ៃយិនឈៀវហើយខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យបាត់បៀបរ៉ៃខេត្តបាត់ដំបងហើយមុខជំនាញរបស់ខ្ញុំគឺ Information Technology ដែលហៅថាព័ត៌មានវិទ្យាហើយសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតឆ្នាំទី3នៅឆ្នាំទី2ហើយគឺទទួលបានដំណឹងអាហារូបករណ៍នេះគឺខ្ញុំបានទទួលពីដំណឹងពីសាលាដោយផ្ទាល់ដោយសាលាក៏ជាអ្នកផ្ដល់អាហារូបអ្នកផ្ដល់ដំណឹងនេះទៅដល់សិស្សានុសិស្សទាំងអស់គ្នាហើយខ្ញុំមានឱកាសនេះផងដែរគឺតាមរយៈកម្មវិធីមួយដែលមានឈ្មោះថាកម្មវិធី Erasmus Plus Program ដោយផ្លាស់ប្ដូរទៅកាន់ប្រទេសអេស្ប៉ាញនៅខេត្ត Valladolid ចំនួន1ឆ្នាំនេះចំពោះការធ្វើដំណើរទៅសិក្សាថ្លៃស្លៃសម្បត្តិយន្តហោះនិងថ្លៃការស្នាក់នៅគឺខាងកម្មវិធីជាអ្នកចេញឲ្យពលរដ្ឋទាំងអស់ចំពោះការស្នាក់នៅអាហារនិងការទំនាក់ទំនងគឺសម្រាប់ខ្ញុំគឺថ្លៃខ្លាំងមែនទែនដោយសារតែប្រទេសកម្ពុជាយើងគឺជាប្រទេសអាស៊ីហើយខ្ញុំបានធ្វើការផ្លាស់ប្ដូរទៅកាន់ប្រទេសអឺរ៉ុបដូច្នេះហើយមានការប្រែប្រួលនិងផ្លាស់ប្ដូរចំពោះខ្ញុំខ្លាំងមែនទែនចំពោះរបៀបរបបអាហារគឺខុសគ្នាខ្លាំងនៃការស្នាក់នៅហើយនឹងការស្នាក់នៅគឺយើងអាចរស់នៅជាមួយនឹងមិត្តរួមបន្ទប់របស់យើងក៏បានឬក៏យើងអាចរស់នៅជាដមឬក៏យើងអាចនៅស្នាក់នៅតែឯងក៏បានដែរគឺតាមចិត្តរបស់យើងប៉ុន្តែភាគច្រើនគឺយើងរស់នៅជាក្រុមដែលយើងមានមិត្តរួមបន្ទប់ឬក៏មិត្តរួមគេហៅថាដមរបស់យើងក៏បានដែរចំណែកភាសាដែលនៅតំបន់ខ្ញុំភាគច្រើនសុទ្ធតែមនុស្សចាស់ជាងហើយ 85% ដែលគាត់អត់ចេះនិយាយអង់គ្លេសទេប៉ុន្តែភាពខុសគ្នានេះហើយដែលធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ជាច្រើនដែលធ្វើឲ្យខ្ញុំយល់ដឹងពីទំនាក់ទំនងខាងក្រៅពីបរិយាកាសខាងក្រៅពីការរៀនជាភាសាអេស្ប៉ាញបន្ថែមទៀតសម្រាប់ទំនាក់ទំនងពីការរីកចម្រើនរបស់ប្រទេសគេផងដែរចំពោះការសិក្សាខ្ញុំរៀនជាភាសាអង់គ្លេសដោយថ្នាក់ខ្ញុំគឺជាថ្នាក់ International Semester នៃមហាវិទ្យាល័យ Telecommunication Engineering ហើយជាមួយសប្តាហ៍គឺគេរៀនតែ4ថ្ងៃទេគឺពីថ្ងៃច័ន្ទរហូតដល់ថ្ងៃព្រហស្បតិ៍ដោយអាចនិយាយបានថានៅថ្ងៃសុក្រនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺយើងអត់មានថ្នាក់ក្នុងការរៀនទេយើងអាចនិយាយបានថាគឺយើងរៀនតាមមុខវិជ្ជាប៉ុន្តែភាគច្រើនគឺគេរៀនពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ចំពោះការប្រឡងវិញការប្រឡងបញ្ចប់វិញគឺគេប្រឡងភាគច្រើនគឺគេប្រឡងជាលក្ខណៈរួមដោយមានសិស្ស international student និងសិស្ស local student ដែលគាត់មកប្រឡងជុំគ្នាតាមមុខវិជ្ជាចំពោះការត្រឡប់មកវិញគឺយើងត្រូវធ្វើដំណើរដោយខ្លួនឯងប៉ុន្តែមុននឹងសិស្សានុសិស្សទាំងអស់ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញគឺខាងកម្មវិធីក៏មានជាការ meeting សម្រាប់ student ទាំងអស់គ្នាដែរមុនពេលដែលយើងបែកគ្នាគេហៅថា meeting ចុងក្រោយមុនពេលលាគ្នាមុនពេលបែកគ្នាអញ្ចឹងណាដូច្នេះការផ្លាស់ប្ដូរកម្មវិធីសិក្សានេះមិនត្រឹមតែធ្វើឲ្យយើងសម្រេចបាននៅក្តីស្រមៃនោះទេប៉ុន្តែក៏ថែមទាំងឲ្យយើងរៀនរស់នៅដោយឯករាជ្យដែលយើងអាចរៀនរស់នៅជាខ្លួនឯងយើងធ្វើឲ្យជាខ្លួនឯងហើយថែមទាំងឲ្យយើងរៀនរស់នៅក្នុងបរិយាបន្នមួយដែលខុសប្លែកពីស្រុកតែរបស់យើងនិងបានរៀននឹងស្គាល់ពី culture shock របស់គេឬក៏វប្បធម៌របស់គេជាច្រើននិងទីកន្លែងផ្លែជាច្រើនដែលយើងអត់ដែលបានធ្លាប់ឃើញពីមុនមកបើយើងមានក្តីស្រមៃយើងត្រូវតែធ្វើវាឲ្យបានយើងត្រូវធ្វើវាឥឡូវកុំនិយាយពាក្យថាចាំសិនព្រោះចាំសិនហ្នឹងគឺយើងអាចចាំមួយថ្ងៃទៅមួយថ្ងៃគឺវាអត់បានលទ្ធផលទេយើងនៅតែចាំអញ្ចឹងមកយើងមានគំនិតថាយើងចង់ធ្វើឥឡូវហ្នឹងគឺយើងអាចនឹងធ្វើឥឡូវហ្នឹងហើយទៅយើងកុំប្រើពាក្យថាចាំសិនហើយឱកាសហ្នឹងគឺវាមិនមែនត្រឹមតែឲ្យយើងមួយផ្លេតនោះទេគឺឱកាសគឺមានថាឱកាសវាមិនអាចឲ្យយើងដល់ងាយៗនោះទេយើងត្រូវតែបូកផ្សំនឹងការខិតខំប្រឹងប្រែងរបស់យើងផងដែរទៅបានសម្រេចអញ្ចឹងសូមអរគុណលោកគ្រូជម្រាបសួរនេះខ្ញុំឈ្មោះនុតស្រីណុចសប្តាហ៍នេះខ្ញុំជានិស្សិតនៅសាកលវិទ្យាល័យបៀប្រៃសាខាខេត្តបាត់ដំបងហើយនេះខ្ញុំសិក្សានៅក្នុងមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសាជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេសហើយនេះខ្ញុំកំពុងតែសិក្សានៅឆ្នាំទី3ជំនាញ2ផងដែរការពីពេលថ្មីនេះខ្ញុំបានទទួលឱកាសទៅផ្លាស់ប្ដូរកម្មសិក្សានៅឯប្រទេសអេស្ប៉ាញដែលកម្មវិធីនោះមានឈ្មោះថា Erasmus តាមរយៈសាកលវិទ្យាល័យបៀប្រៃរយៈពេល1ឆ្នាំនេះចំពោះការទទួលព័ត៌មានអំពីអាហារូបករណ៍នេះការជួយដំណឹងរបស់សាកលវិទ្យាល័យបៀប្រៃផ្ទាល់ម
បើនិយាយអំពីដំណើរការនៃការដាក់ពីអាហារូបករណ៍នេះវិញគឺខាងសាលានឹងជូនដំណឹងទៅកាន់សិស្សានុសិស្សអំពីអាហារូបករណ៍មួយហ្នឹងហើយអ្វីដែលយើងត្រូវត្រៀមមានដូចជា certificate transcript ក៏ដូចជា motivation letter ហើយខាងសាលានឹងប្រាប់យើងឲ្យត្រៀមខ្លួនដើម្បីធ្វើតេស្តប្រឡងកម្រិតភាសាអង់គ្លេសកម្រិត B2 ផងដែររីឯថ្លៃធ្វើដំណើរទៅសិក្សានៅឯប្រទេសអេស្ប៉ាញដូចជាថ្លៃសវត្ថយន្តហោះក៏ដូចជាថ្លៃចាយវាប្រចាំខែគឺខាងកម្មវិធីជាអ្នករៀបចំឲ្យទាំងអស់បើនិយាយអំពីលក្ខណៈខុសគ្នាវិញសម្រាប់ខ្ញុំទី1ទៅទៅនឹងម្ហូបគឺមានលក្ខណៈខុសគ្នាដោយសារតែជាម្ហូបអឺរ៉ុបហើយយើងញ៉ាំម្ហូបខ្មែរប៉ុន្តែនៅមានមុខម្ហូបជាច្រើនទៀតដែលយើងអាចសាកបានហើយមានរសជាតិឆ្ងាញ់ទី2ទៅទៅនឹងការរស់នៅសម្រាប់ខ្ញុំគឺចូលចិត្តរស់នៅទីនោះខ្លាំងមែនទែនដោយសារតែកន្លែងហ្នឹងគឺមានបរិយាកាសស្ងប់ស្ងាត់ល្អស្អាតនិងមានអនាម័យទី3ទៅទៅនឹងតំណែងដំបូងគឺខ្ញុំមានអារម្មណ៍ថារៀងពិបាកបន្តិចដោយសារតែភាគច្រើនពួកគាត់អត់ចេះនិយាយភាសាអង់គ្លេសទេប៉ុន្តែខាងកម្មវិធី Erasmus គឺគាត់បានគិតគូរខ្លាំងមែនទែនគឺគាត់បានរៀបចំ course មួយសម្រាប់ឲ្យយើងរៀនត្រៀមភាសាអេស្ប៉ាញបន្ថែមចំពោះការសិក្សាគិតមុខវិជ្ជាគឺសិក្សាជាភាសាអង់គ្លេសហើយសិក្សាទៅតាមមុខវិជ្ជាដែលខាងសាលាបានរៀបចំឲ្យបើនិយាយអំពីការប្រឡងគឺគេប្រឡងមានលក្ខណៈជារួមគឺទាំងសិស្សអន្តរជាតិនិងសិស្សនៅក្នុងតំបន់ដោយមានការប្រឡងជុំគ្នាទៅតាមមុខវិជ្ជាដែលខាងសាលាបានរៀបចំឲ្យយើងមុននឹងខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញគឺពួកយើងបានរៀបចំនៅ party មួយដែលយើងនិយាយគ្នានេះមុននឹងយើងត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញចំពោះការផ្លាស់ប្ដូរកម្មសិក្សានេះបានធ្វើឲ្យខ្ញុំបានយល់ដឹងជាច្រើនដូចជាខ្ញុំបានយល់អំពីបច្ចេកទេសរៀនរបស់ជនជាតិអារ៉ុបហើយនឹងរៀនបានពីមនុស្សជុំវិញខ្លួនដែលគាត់មកពីប្រទេសផ្សេងៗគ្នាមិនត្រឹមតែប៉ុណ្ណោះការ exchange នេះបានធ្វើឲ្យខ្ញុំមានភាពក្លាហានជាងមុនហើយនេះខ្ញុំមានភាពឯករាជ្យលើខ្លួនឯងក៏ដូចជាខ្ញុំអាចមើលឃើញពិភពលោកខាងក្រៅបានកាន់តែធំខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានក្តីសម័យលើខ្លួនឯងឲ្យកាន់តែធំក៏ដូចជាកុំខ្លាចក្នុងការដាក់ពីអាហារូបករណ៍ហើយសូមកុំគិតថាមានអ្នកដាក់ច្រើនយើងមិនហ៊ានដាក់ខ្លាចធ្លាក់ប៉ុន្តែគួរតែគិតវិញថាចុះបើសិនជាយើងជាប់តើយើងនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះយើងត្រូវជឿជាក់លើខ្លួនឯងថាគេធ្វើបានយើងក៏អាចធ្វើបានឲ្យតែមានការខិតខំប្រឹងប្រែងក៏ដូចជាការព្យាយាមរបស់យើងមុននឹងបញ្ចប់វីដេអូនេះខ្ញុំសូមអរគុណដល់សាកលវិទ្យាល័យបៀប្រែក៏ដូចជាកម្មវិធី Erasmus ដែលបានផ្ដល់ឱកាសឧបករណ៍ដ៏ល្អមួយនេះមកដល់រូបនេះខ្ញុំសូមអរគុណ